សួស្តីអ្នកទាំងអស់គ្នាវិលត្រឡប់មកជួប Admin សាជាថ្មីម្ដងទៀតហើយនៅភាគទី2របស់យើងនៅក្នុងរឿងថ្មីយើងនឹងឯងមុននឹងចូលទៅកាន់សាច់រឿងពេញ Admin សូមឲ្យអ្នកទាំងអស់គ្នាកុំភ្លេចជួយ Subscribe Channel Admin ម្នាក់មួយផងតពីវគ្គមុនណាស៊ីកងយើងជាមួយនឹងអាចារ្យខ្ជូតហ្នឹងណាគឺបានមកខាងក្រៅដើម្បីហាត់សមត្រៀមខ្លួនសម្រាប់ទៅសម្ភាសគ្រប់យ៉ាងនាងធ្វើគឺបានល្អខ្លាំងណាស់ហើយអាចារ្យខ្ជូតយើងណាក៏សួរសំណួរទៅកាន់តួស្រីយើងជាច្រើនផងដែរឯចម្លើយវិញក៏ឆ្លើយមកបានយ៉ាងល្អតែអាចារ្យខ្ជូតយើងហ្នឹងណាក៏បានសួរបន្ថែមថាហេតុអីបានជាប្រកាសបជាម្លេះលើកនេះហ៎មើលទៅដូចជាមិនធម្មតាសោះមកពីជួងស៊ូជាអ្នកដាក់ CV ឲ្យមែនសួរតួស្រីយើងបែបហ្នឹងអញ្ចឹងណាចំណែកឯស៊ីកងតួស្រីរបស់យើងវិញហ្នឹងណាក៏ស្ទាក់ស្ទើរនៅក្នុងការឆ្លើយបន្តិចផងដែរបើគិតទៅគឺប្រហែលមកពីពាក្យសម្ដីរបស់ជួងស៊ូប៉ុន្តែមិនមែននោះទេនាងប្រាប់អាចារ្យខ្ជូតយើងហ្នឹងណាទាំងមានទំនុកចិត្តថានាងចង់ធ្វើដើម្បីខ្លួនឯងនាងមិនចង់ឲ្យគ្រួសារចេញមុខជំនួសអ្វីដែលនាងត្រូវធ្វើនោះទេអញ្ចឹងហើយនាងចង់បង្ហាញសមត្ថភាពរបស់នាងជាមួយនឹងក្រុមហ៊ុនផ្សេងទៀតនិយាយទៅគឺចង់ធ្វើឲ្យខ្លួនឯងហ្នឹងរឹងពឹងដោយមិនចាំបាច់មានជំនួយពីគ្រួសារនោះទេហើយមិត្តភក្តិល្អរបស់តួស្រីយើងនឹងវិញណាក៏លើកទឹកចិត្តនាងសូមឲ្យតួស្រីរបស់យើងនឹងមានសំណាងល្អនៅក្នុងការសម្ភាសផងចាកាត់មកដល់ថ្ងៃសម្ភាសនៅក្រុមហ៊ុនសង្យាននឹងមកដល់តួស្រីយើងក៏បានមកដល់ដែរហើយនាងក៏ភ័យបន្តិចបន្តួចផងដែរនិយាយទៅឡើងទៅជាចុងដៃចុងជើងអស់ហើយពេលហ្នឹងបន្តិចក្រោយមកអ្នកសម្ភាសក៏បានមកដល់គាត់ស្រាប់តែនិយាយយ៉ាងគួរសមខ្លាំងមែនតើដាក់តួស្រីរបស់យើងព្រមទាំងថានាងខំមកពីណានជីងមកដល់សៀងហៃនេះគឺពិតជានឿយហត់ខ្លាំងណាស់ហើយតួស្រីយើងហ្នឹងឮបែបហ្នឹងឆ្ងល់ខ្លាំងតែម្ដងព្រមទាំងឆ្លើយទៅគាត់វិញយ៉ាងរដេបរដប់ដូចគ្នាព្រោះរៀងភ័យហើយក៏ឆ្ងល់រួចអ្នកសម្ភាសឃើញបែបហ្នឹងក៏ប្រាប់នាងថាកុំឲ្យនាងភ័យអីសម្រួលអារម្មណ៍ទៅព្រោះលោកសឹងដែលជាម្ចាស់ក្រុមហ៊ុនហ្នឹងគឺបានណែនាំនាងឲ្យពួកគេបានស្គាល់រួចអស់ទៅហើយគ្រាន់តែគាត់ហ្នឹងគឺមានសំណួរតែ2-3សំណួរប៉ុណ្ណោះសួរបញ្ជាក់ទៅតួស្រីយើងព្រោះនាងត្រូវបានជាប់អូតូម៉ាទិកអញ្ចឹងណានៅក្នុងការសម្ភាសមួយហ្នឹងរួចជាស្រេចទៅហើយតួស្រីយើងឯនេះវិញគ្រាន់តែឮថាលោកសឹងអញ្ចឹងនាងឡើងភ្ញាក់ផ្អើលតែម្ដងហើយក៏ខកចិត្តមិនស្ទើរដែរព្រោះខំត្រៀមខ្លួនយ៉ាងច្រើនមុនមកសម្ភាសនឹងអញ្ចឹងណាបកមកកាន់ការប្រជុំធំមួយរបស់ក្រុមហ៊ុនសង្យានហើយលោកសឹងដែលនិយាយហ្នឹងគឺ admin មិនទាន់ស្គាល់គាត់នោះទេថាជាអ្នកណាព្រោះក្រុមហ៊ុនហ្នឹងគឺជាក្រុមហ៊ុនតកោសឹងគ្រប់គ្រងទាំងអស់និយាយទៅតាំងពីថ្នាក់លើដល់ថ្នាក់ក្រោមគឺសុទ្ធតែតកោសឹងទាំងអស់តែម្ដង admin ចាំមិនអស់នោះទេគ្រាន់តែដឹងថានៅក្នុងការប្រជុំហ្នឹងគឺមានលោកសឹងពូខៃគឺជាអ្នកស្នើសុំគម្រោងសហការជាមួយនឹងក្រុមហ៊ុនប៉ារបស់តួស្រីយើងអញ្ចឹងប្រហែលជាគាត់ហ្នឹងហើយជាអ្នកណែនាំតួស្រីយើងណាហើយការប្រជុំថ្ងៃនេះដែរគេលើកឡើងសម្រាប់គម្រោងបន្តទៀតនៅក្នុងឆ្នាំថ្មីដែលការប្រជុំហ្នឹងគឺគេប្រជុំបែងចែកជា3ក្រុមដែលក្រុមរបស់សឹងពូខៃកំពុងស្នើសុំគម្រោងលើអចលនទ្រព្យតែក៏មានក្រុមមួយប្រឆាំងនៅនឹងដែរគឺនៅទល់មុខគាត់នឹងឯងមិនយល់ស្របជាមួយនឹងគំនិតមួយនឹងនោះទេតែនៅពេលដែលគ្រប់គ្នាសួរគាត់ដោយសារមូលហេតុអីបានគាត់ប្រឆាំងអញ្ចឹងគាត់ឆ្លើយមិនចេញនោះទេចំណែកឯក្រុមទី3គឺជាអ្នកឈរនៅចំចំណុចកណ្ដាលដែលគ្រប់គ្រងដោយដុកទ័រលីយើងនឹងឯងឃើញបញ្ហាកើតមានបែបហ្នឹងលោកនាយកក៏សុំយោបល់ក្នុងនាមជាអ្នកគ្រប់គ្រងផ្នែកអភិវឌ្ឍក្រុមហ៊ុនតើដុកទ័រលីហ្នឹងមានគោលគំនិតយ៉ាងម៉េចព្រោះគាត់គឺជាអ្នកដឹងចំណូលចំណាយរបស់ក្រុមហ៊ុនច្បាស់ខ្លាំងណាស់តួផលរបស់យើងហ្នឹងក៏បានប្រាប់ថាក្រន់តែការចំណាយលើត្រីមាសទី1នោះគឺច្រើនខ្លាំងណាស់ទៅហើយបើត្រូវវិនិយោគលើគម្រោងថ្មីទៀតនោះនឹងត្រូវចំណាយលើសពីការរំពឹងទុកបើការគិតរបស់គាត់ត្រឡប់ទៅវិញការវិនិយោគលើក្រុមហ៊ុនប៉ារបស់តួស្រីហ្នឹងគឺមិនចាំបាច់នោះទេទោះជាការវិនិយោគលើគម្រោងថ្មីនៅទីក្រុងវូស៊ីនោះមានសក្តានុពលពិតមែនប៉ុន្តែវាពិបាករកផលចំណេញត្រឡប់មកវិញខ្លាំងណាស់មួយវិញទៀតក្រុមហ៊ុនរបស់ប៉ាតួស្រីហ្នឹងក៏គេមិនបានផ្ដល់ផលចំណេញមកឲ្យពួកយើងទាំងអស់នោះដែរយ៉ាងច្រើនការចំណេញតែបន្តិចបន្តួចតែប៉ុណ្ណោះមិនបានជួយក្រុមហ៊ុនគេអីច្រើននោះទេផ្ទុយទៅវិញដុកទ័រលីរបស់យើងហ្នឹងក៏បានណែនាំថាគួរតែអភិវឌ្ឍអ្វីដែលពួកយើងមានស្រាប់ទៅល្អជាងដើម្បីឲ្យវាកាន់តែមានសក្តានុពលទៅថ្ងៃមុខថែមទៀតតាមគំនិតរបស់តួប្រុសយើងធ្វើឲ្យលោកនាយកហ្នឹងគឺយល់ស្របភ្លាមតែម្ដងហើយក៏ធ្វើតាមនឹងដែរធ្វើឲ្យ
ឲ្យគ្រប់គ្នានៅអង្គប្រជុំហ្នឹងក៏មានអ្នកខ្លះពេញចិត្តនិងអ្នកខ្លះទៀតមិនពេញចិត្តនោះទេជាពិសេសគឺក្រុមរបស់សឹងពូខៃនឹងឯងពេលដែលចេញមកវិញគាត់ក៏ឆ្ងល់ថាចៅប្រុសម្នាក់នេះមិនក៏នៅសុកស្រាប់តែចេញមុខប្រឆាំងជាមួយនឹងសឹងពូខៃទៅវិញព្រមទាំងសួរទៅសឹងពូខៃដែរថាមានចំនួនអីជាមួយនឹងគ្នាអត់តែគាត់ថាមិនមាននោះទេប្រហែលជាលោកនាយកសឹងហ្នឹងគាត់មានគំនិតផ្ទាល់ខ្លួនរបស់គាត់ដែរហើយស្របជាមួយនឹងដុកទ័រលីយើងនឹងឯងគ្រាន់តែលើបែបអញ្ចឹងហើយក៏គេឆ្ងល់ទៀតហើយថាតាំងពីដើមមកលោកនាយកសឹងហ្នឹងមិនដែលយកចិត្តទុកដាក់លើម្ដាយកូនរបស់តួប្រុសយើងនឹងទេហេតុអីលើកនេះគាត់ត្រូវយកចិត្តទុកដាក់អញ្ចឹងវាដូចជាមិនអាចទៅរួចសោះត្រង់សម្ដីនឹងកន្លែងហ្នឹងក៏បញ្ជាក់ថាលោកនាយកដែលជាជីតារបស់តួប្រុសហ្នឹងគឺតាំងពីដើមមកមិនត្រូវគ្នាជាមួយនឹងម្ដាយរបស់តួប្រុសយើងទេនិយាយដល់កន្លែងហ្នឹងសឹងពូខៃក៏ថាឲ្យគ្រប់គ្នាកុំឲ្យនិយាយផ្ដេសផ្ដាសអីរួចគាត់ក៏ចាក់ចេញតែម្ដងទៅចំណែកឯតួប្រុសវិញមិនរវល់ខ្វល់អ្វីច្រើននោះទេគឺមកអង្គុយធ្វើការវិញធម្មតាគ្រាន់តែសម្លឹងទៅមើលអាគារនៅទល់មុខនឹងគឺជាអាគារហួយ៉ាដែលជាងស៊ូធ្វើការនឹងឯងគាត់ប្រហែលជាគិតដល់រឿងដែលជាងស៊ូនឹងយក CV មកដាក់ឲ្យតួស្រីហើយមើលទៅបកមកស៊ីកងតួស្រីរបស់យើងនឹងវិញពេលដែលចេញពីសម្ភារហើយក៏នៅឈរមើលទៅអាគារធនាគារហួយ៉ានឹងដូចគ្នារួចនាងក៏បានត្រឡប់មកដល់សាលារៀនវិញទៅកន្លែងញ៉ាំអាហារពេលថ្ងៃត្រង់ចំណែកឯអាចារ្យខ្ជូតនេះវិញគាត់តែឃើញតួស្រីយើងមកដល់ភ្លាមគឺស្រែកហៅព្រមទាំងចាប់អាហារឲ្យនាងរួចជាស្រេចជាអ្វីដែលតួស្រីយើងចូលចិត្តញ៉ាំទៀតផងតួស្រីយើងគឺឡើងសប្បាយចិត្តខ្លាំងតែម្ដងពួកគ្រប់គ្នាមើលទៅដូចរងចាំទទួលស្វាគមន៍នាងអញ្ចឹងណាហើយគ្រប់គ្នាក៏បានសួរពីការសម្ភាសរបស់នាងថ្ងៃហ្នឹងយ៉ាងម៉េចដែរតួស្រីថាវាតានតឹងបន្តិចតែក៏មិនអីទេគ្រាន់តែនាងប្រហែលជាមិនចង់ទៅធ្វើការនៅកន្លែងនោះទេព្រោះមិនមែនជាកន្លែងដែលនាងចូលចិត្តអីអញ្ចឹងមិនមែនជាថេបរបស់នាងអីអញ្ចឹងទៅគ្រាន់តែលឺបែបហ្នឹងអាចារ្យខ្ជូតយើងស្រែកហូតែម្ដងអញ្ចឹងបានន័យថាមិត្តភ័ក្តិរបស់គេហ្នឹងគឺទទួលបានជោគជ័យនៅក្នុងការសម្ភាសមួយហ្នឹងនៅក្នុងក្រុមហ៊ុនដ៏ធំមួយហ្នឹងហើយមើលទៅក៏បានជានិយាយបែបហ្នឹងហើយគេក៏មានកិត្តិយសខ្លាំងបំផុតដែរដែលតួស្រីយើងច្បាស់ថាជាប់នៅក្នុងក្រុមហ៊ុនដ៏ធំមួយហ្នឹងដែលគ្រប់គ្នាប៉ងប្រាថ្នាចង់ទៅធ្វើខ្លាំងណាស់បើងាកមកមើលទឹកមុខរបស់រងឯនេះវិញនៅស្ងៀមពិតមែនប៉ុន្តែក៏រៀងឈឺចិត្តចំណាយនឹងគេខ្លាំងដែរព្រោះមានឱកាសបានធ្វើកន្លែងធំបែបហ្នឹងហើយបែរជានិយាយថាមិនចង់ធ្វើទៅវិញហើយក្រុមហ៊ុនមួយហ្នឹងក៏ជាក្តីសម័យរបស់នាងផងដែរដែលនាងចង់ធ្វើនៅហ្នឹងតែគេដូចជាមិនទាន់បានតាក់ទងហៅនាងទៅសម្ភាសនោះទេជជែកគ្នាបានបន្តិចអាចារ្យខ្ជូតរបស់យើងហ្នឹងក៏ឈប់ញ៉ាំព្រោះនាងមានណាត់ត្រូវចេញទៅមុនហើយចំណែកឯតួស្រីរបស់យើងក៏សុំចេញទៅដែររួចស៊ីលៀងក៏តាមមកនិយាយជាមួយនឹងតួស្រីយើងថាមុននឹងតួស្រីយើងមិនគួរនិយាយពាក្យទាំងអស់នឹងនោះទេក៏ព្រោះតែរងនឹងមានក្តីសម័យចង់ធ្វើការនៅទីនោះខ្លាំងណាស់តែមកដល់ពេលនេះហើយនៅមិនទាន់ឃើញសឹងយាននឹងតាក់តងមកឲ្យនាងទៅសម្ភាសនោះទេដល់ពេលស៊ីកងនិយាយអញ្ចឹងគឺដូចមានចេតនាឌឺដងទៅកាន់រងយើងអញ្ចឹងឬបែបហ្នឹងតួស្រីយើងក៏សុំទោសព្រោះនាងគ្មានបំណងគិតអញ្ចឹងនោះទេលើកក្រោយនាងនឹងប្រយ័ត្ននៅក្នុងការនិយាយចំណែកឯរងឯនេះវិញគឺមិនអស់ចិត្តដែលខ្លួនមិនបានជាប់សម្ភាសនឹងពេលយប់ឡើងបានទិញផ្លែឈើមកលេងផ្ទះរបស់ជាងស៊ូពេលដែលមកដល់យើងឃើញថាម្ដាយរបស់ជាងស៊ូក៏រាក់ទាក់ស្រឡាញ់នឹងចូលចិត្តជាមួយនឹងនាងខ្លាំងណាស់បន្តិចក្រោយមកជាងស៊ូក៏បានត្រឡប់មកពីទិញអីវ៉ាន់ជាមួយនឹងប្អូនប្រុសគាត់វិញនៅខាងក្រៅណារួចរងក៏សុំពេលគាត់បន្តិចដើម្បីនិយាយគ្នាព្រោះនាងឆ្ងល់ថាក្រុមហ៊ុនផ្សេងគឺបានតាក់ទងហៅនាងទៅសម្ភាសអស់ហើយលើកលែងតែក្រុមហ៊ុនសង្យានមួយទេតើចងស៊ូនឹងអាចតាក់ទងសួរនាំសិស្សច្បងដែលនៅក្នុងក្រុមហ៊ុននឹងឲ្យនាងបន្តិចបានទេតើនាងនឹងមានជាប់ឈ្មោះនៅក្នុងការសម្ភាសនឹងដែរឬអត់ហើយរឿងរបស់យើងនឹងក៏បានកាត់មកថ្ងៃបន្តមកទៀតតួស្រីយើងកំពុងតែនៅបណ្ណាល័យស្រាប់តែមានគេនឹងខលមកតួស្រីយើងគឺខលមកពីស៊ូជូពីក្រុមហ៊ុនសុនយានហៅនាងទៅសម្ភាសនៅស៊ូជូនឹងឯងកន្លែងហ្នឹងអេដមីនក៏ចង់បញ្ជាក់ដែរថាក្រុមហ៊ុនហ្នឹងមិនមែនជាក្រុមហ៊ុនមុនទេគ្រាន់តែឈ្មោះស្តៀងគ្នាអញ្ចឹងណាចំណែកឯតួស្រីរបស់យើងគឺឆ្លើយយល់ព្រមភ្លាមតែម្ដងបន្ទាប់ពីបិទទូរស័ព្ទភ្លាមហើយតួស្រីក៏បានទទួលសារមួយពីស៊ីលៀងហៅនាងឲ្យចេញមកក្រៅជួបគ្នាតួស្រីក៏សួរដែរថាមានរឿងអីតែគេមិនប្រាប់នាងនោះទេរួចនាងក៏ចេញមកក្រៅតែម្ដងទៅខណៈពេលដែលតួស្រីយើងកំពុងតែចេញមកហ្នឹងក៏បានជួបជាមួយនឹងចៅហ្វាយអាចារ្យដូចប្រុសហ្នឹងអាចារ្យហ្នឹងគឺឈ្មោះចៅហ្វាយនឹងឯងព្រោះនាងក៏ត្រូវបានស៊ីលៀងហៅ
មកដូចគ្នាតាំងពីអ្នកក៏ដើរបណ្ដាក៏គិតនិយាយគ្នាបណ្ដាថាប្រហែលជាស៊ីលៀងហ្នឹងជាប់នៅក្នុងក្រុមហ៊ុនធំណាមួយហើយទៅបានជាចង់សប្រាយពួកយើងអញ្ចឹងហើយប៉ាវពួកយើងញ៉ាំអាហារពេលល្ងាចអីហើយមើលទៅព្រោះពេលហ្នឹងគឺល្ងាចល្មមអញ្ចឹងណានិយាយទៅពីរអ្នកហ្នឹងគិតឃើញអញ្ចឹងហើយឡើងសប្បាយចិត្តតែម្ដងតែអត់មានណាគិតថាដូចជាមិនសូវស្រួលសោះហើយពេលដែលមកដល់ពួកគេនៅឡើងជុំគ្នាពេលហ្នឹងហើយក៏មានជងស៊ូនៅនឹងផងដែរគ្រាន់តែទឹកមុខពួកគេហ្នឹងគឺមិនសូវល្អសោះមើលទៅចម្លែកហើយឃើញអញ្ចឹងដែរតួស្រីយើងក៏បានសួរតែម្ដងព្រោះមិនមែនតែទឹកមុខចម្លែកទេគឺសម្លឹងមកមើលតួស្រីយើងគ្រប់គ្នាតែម្ដងណាតួស្រីយើងក៏សួរតែម្ដងទៅមិនបានសម្លឹងមើលនាងបែបហ្នឹងអញ្ចឹងរួចកញ្ញារងហ្នឹងក៏បានចាប់ផ្ដើមនិយាយទាំងបើកភ្នែកធំនិងហួសចិត្តជាមួយនឹងតួស្រីដែលសួរបែបហ្នឹងដោយមិនដឹងខ្លួនអីបន្តិចសោះមើលទៅដូចជាមិនដឹងថាខ្លួនឯងកំពុងតែធ្វើអីខុសអញ្ចឹងណាលើបែបហ្នឹងតួស្រីយើងរត់តែឆ្ងល់ទៀតហើយថាជារឿងអ្វីហើយនាងបានធ្វើអីនាងពិតជាអត់ដឹងអីមែនរួចកញ្ញាស៊ីលៀងនេះវិញក៏ញញឹមហើយនិយាយទៅកាន់រងថាយើងមិនទាន់ទទួលបានរឿងរ៉ាវច្បាស់លាស់នៅឡើយនោះទេរួចនាងក៏ងាកមកសួរតួស្រីយើងថាកាលពីថ្ងៃច័ន្ទហ្នឹងក្រុមហ៊ុនសង្យានបានខលមករករងឲ្យទៅសម្ភាសតែមានអ្នកលើកហើយថានឹងប្រាប់ឲ្យរងយើងដឹងរឿងហ្នឹងអញ្ចឹងណាប៉ុន្តែបែរជាមិនប្រាប់ទៅវិញព្រោះដោយសារតែនៅក្នុងបន្ទប់ស្នាក់នៅសាលាហ្នឹងគេមានទូរស័ព្ទនៅលើតុមួយដើម្បីអាចតាក់ទងមកបានអញ្ចឹងណាតាមបន្ទប់មួយហើយថ្ងៃហ្នឹងគ្រប់គ្នាគឺបានចេញទៅក្រៅអស់ហើយនៅតែតួស្រីយើងម្នាក់ទេដែលកំពុងតែគេងទើបគេគិតថាតួស្រីយើងជាអ្នកធ្វើរឿងបែបនេះលើកទូរស័ព្ទនិយាយជាមួយគេហើយបែរជាអត់បានប្រាប់រឿងហ្នឹងមករងអីអញ្ចឹងណាតែតួស្រីយើងថានាងមិនដឹងឬក៏បានលើកទូរស័ព្ទនោះទេគ្រាន់តែពួកគេចេញទៅភ្លាមនាងក៏ចេញទៅបណ្ណាល័យបាត់ដែរតែរងយើងគឺមិនជឿនោះទេគេទៅអត់ជឿអ្វីដែលតួស្រីនិយាយតែម្ដងណារួចអាហ្វៃក៏ចេញមកនិយាយថាប្រហែលជាតួស្រីទើបតែក្រោកពីដេកមកមើលច្រឡំឆ្លើយហើយក៏ភ្លេចទៅវិញក៏ថាបានដែរតួស្រីយើងលឺអញ្ចឹងក៏ឆ្លើយយ៉ាងលឿនបដិសេធតែម្ដងថានាងមិនបានទទួលទូរស័ព្ទអីនោះទេតែគ្មាននរណាម្នាក់ជឿនាងនោះឡើយក្នុងកលៈទេសៈបែបហ្នឹងហើយតួស្រីយើងក៏បន្តថាតើនាងធ្វើបែបនេះដើម្បីអីទៅរងក៏និយាយថាតួស្រីយើងធ្វើបែបនេះគឺដោយសារមិនចង់ឲ្យនាងហ្នឹងបាននៅចិត្តជាមួយនឹងជងស៊ូតួស្រីយើងពិតជាខកចិត្តខ្លាំងមែនតើមិននឹកស្មានថាមិត្តភ័ក្តិរបស់ខ្លួនចោទប្រកាន់មកលើខ្លួនបែបនេះនោះទេតួស្រីចង់បញ្ជាក់ភាពស្អាតស្អំក៏យកនាមប័ណ្ណអ្នកគ្រប់គ្រងចេញមកដើម្បីទៅសួរនាំគាត់នៅក្នុងរឿងមួយហ្នឹងតែពេលដែលចុចទៅតួស្រីរបស់យើងគឺដាក់លេខខុសហើយក៏ធ្វើជានិយាយជាមួយគេអញ្ចឹងណាតែមានណាពេលហ្នឹងស្រាប់តែជងស៊ូក៏បានឆក់យកទូរស័ព្ទតួស្រីពីដៃយកទៅនិយាយអញ្ចឹងណាទើបដឹងថាលេខមួយហ្នឹងគឺមិនត្រឹមត្រូវឡើយគាត់ក៏បានប្រាប់គ្រប់គ្នាថាលេខហ្នឹងមិនត្រូវនោះទេតួស្រីយើងគៀងតែម្ដងណាបានត្រឹមតែសម្លឹងមើលមុខជងស៊ូទាំងអួនណែននិយាយអ្វីមិនចេញសោះគ្រប់គ្នានៅនឹងក៏យល់ច្រឡំកាន់តែខ្លាំងឡើងមកលើតួស្រីយើងថានាងគឺជាអ្នកធ្វើបែបហ្នឹងពិតមែនរួចតួស្រីក៏បញ្ជាក់ច្បាស់ទៅកាន់ពួកគេម្ដងទៀតថានាងមិនបានធ្វើរឿងបែបនេះនោះទេរួចក៏ឆក់យកទូរស័ព្ទពីដៃជងស៊ូត្រឡប់មកវិញហើយដើរចាក់ចេញពីកន្លែងហ្នឹងទាំងទឹកភ្នែកនិងឈឺចាប់ខ្លាំងបំផុតអេដមីណាពិតជានៅតួស្រីយើងខ្លាំងមែនតែនមិត្តភាពក៏បាត់បង់ហើយស្នេហាក៏មិនសមប្រកបទៀតអំឡុងពេលដែលដើរផងរត់ផងកិច្ចចេញពីកន្លែងហ្នឹងតួស្រីយើងក៏បានសម័យទៅពេលមុនពេលដែលនាងសម្រេចចិត្តមកស្នាក់នៅសាលាហ្នឹងត្រូវបានស៊ីលៀងដឹងថានាងមកទីនេះក៏ព្រោះតែចូលចិត្តជងស៊ូហើយតួស្រីយើងក៏បានសួរបញ្ជាក់នាងដែរថាជងស៊ូជាមួយនឹងរងហ្នឹងមានទំនាក់ទំនងអីជាមួយគ្នាអត់ប៉ុន្តែក៏ដឹងពីស៊ីលៀងដែរថាពួកគេមិនមែនជាសង្សារនឹងគ្នានោះទេតែចុងក្រោយបែរជាមកចាត់ប្រកាន់នាងបែបនេះទៅវិញសោះវាពិតជាឈឺចាប់ពេកហើយមុនពេលដែលនាងដាច់ចិត្តថាចូលចិត្តជងស៊ូហ្នឹងក៏បានទៅសាកសួររងផងដែរដើម្បីឲ្យកាន់តែច្បាស់ថាតើពីរអ្នកគេនឹងមានទំនាក់ទំនងស្នេហានឹងគ្នាអត់នៅពេលដែលតួស្រីយើងបញ្ជាក់ជាមួយនឹងរងដូចអ្វីដែលគិតអញ្ចឹងគឺនាងនិយាយមកគឺក្នុងន័យថាពួកគេគ្រាន់តែជាមិត្តភ័ក្តិជាមួយគ្នាតាំងពីតូចមកតែប៉ុណ្ណោះបន្ទាប់ពីបានចម្លើយថាជងស៊ូគ្មាននរណាហើយទើបស៊ីកងរបស់យើងនឹងក្លាហានទៅសារភាពស្នេហ៍ដាក់ជងស៊ូតែម្ដងតែក៏ត្រូវខាងប្រុសយើង
យើងនឹងបដិសេធដែរតែនារីក្លាហានយើងប្រាប់គេវិញថានាងមិនបោះបង់ការចូលចិត្តគាត់នោះទេនាងនឹងយកឈ្នះជាងស៊ូឲ្យបានថ្ងៃណាមួយហើយក៏សុំឲ្យគាត់នឹងរងចាំនាងផងហើយការសម័យរបស់យើងនឹងសម័យដល់អាចារ្យខ្ជូតដែរថាមិនបានសារភាពប្រាប់គេអញ្ចឹងហើយឲ្យស៊ីកងនឹងឆាតទៅសួរជាងស៊ូម្ដងទៀតចឹងណាថាពិតជាមានទំនាក់ទំនងជាមួយនឹងរងដែរឬក៏អត់តែពេលដែលឆាតទៅជាងស៊ូនឹងខាងប្រុសនេះគឺមិនឆ្លើយតបនោះទេអញ្ចឹងវាបញ្ជាក់ថាពីរនាក់នឹងប្រកាសជាមានទំនាក់ទំនងជាមួយគ្នាពិតមែនហើយស៊ីកងយើងពេលហ្នឹងក៏ឈឺចាប់ណាស់ដែរហើយឥឡូវហ្នឹងគឺរឹតតែឈឺចាប់ខ្លាំងជាងមុនទៅទៀតព្រោះថាខ្លួននៅតែមានចិត្តស្រឡាញ់ទៅលើគេទៀតអញ្ចឹងណាពេលត្រឡប់មកដល់ផ្ទះឯនេះវិញមុខឡើងសពូនតែម្ដងប្អូនប្រុសក៏សួរនាំតែក៏មិនចង់ឆ្លើយដែរគឺបញ្ញាប់ទៅបន្ទប់គេងទាំងគ្មានកម្លាំងនៅក្នុងខ្លួនបន្តិចសោះឡើយបន្តិចក្រោយមកប្អូនប្រុសដ៏សែនល្អហ្នឹងក៏បានស្រែកហៅបងស្រីនៅមុខបន្ទប់ព្រោះចង់យករបស់ញ៉ាំហ្នឹងមកឲ្យតាមពិតទៅគិតដឹងថាបងស្រីហ្នឹងប្រហែលជាខូចចិត្តទៀតហើយពេលស៊ីគង់បើកទ្វារមកគឺមានតែសុំប្អូននៅឲ្យស្ងៀមកុំឲ្យរំខាននាងអីគ្រាន់តែឃើញសភាពនិងសម្ដីរបស់បងស្រីបែបហ្នឹងប្អូនដ៏សែនឆ្លាតនេះគឺដឹងតែម្ដងថាដោយអ្វីដែលគេបានគិតអញ្ចឹងរួចប្អូនប្រុសហ្នឹងក៏និយាយថាគេខំតែគិតថាបងស្រីអាចបំភ្លេចចង់ស៊ូបាត់ទៅហើយមុនពេលហ្នឹងប៉ុន្តែបើជាត្រូវមកឈឺចាប់ម្ដងទៀតតែយ៉ាងណាក៏លួងលោមបងស្រីសុំឲ្យបងស្រីហ្នឹងញ៉ាំរបស់នៅក្នុងដៃហ្នឹងសិនទៅអញ្ចឹងណាកុំឲ្យខឹងច្រើនពេកកុំឲ្យខូចចិត្តតែបងស្រីដែលកំពុងតែខូចចិត្តនេះគឺមិនមាត់អីនោះទេបិទទ្វារក្រឹបវិញតែម្ដងណាកាត់មកដល់ថ្ងៃបន្ទាប់មកស៊ីកងយើងក៏បានត្រឡប់មកសាលារៀនវិញនិងព្រមទាំងមកយករបស់របរចេញពីបន្ទប់ស្នាក់នៅនឹងផងដែរបើតាមផ្លូវត្រឡប់មកសាលាវិញនៅពេលដែលគេឃើញតួស្រីយើងគឺគេខ្សឹបនិយាយដើមតួស្រីយើងជាហូរហែតែម្ដងអំឡុងពេលរៀបចំអីវ៉ាន់ក្នុងបន្ទប់ហ្នឹងរងជាមួយនឹងស៊ីលៀងក៏បើកទ្វារចូលមកបើស៊ីលៀងវិញនិយាយសរសើររហូតថាមិននឹកស្មានថាចង់ស៊ូទិញទូរស័ព្ទថ្មីឲ្យរងអញ្ចឹងនោះទេស្រាប់តែរងនេះក៏កលែកឃើញតួស្រីរបស់យើងក៏ធ្វើជាដើមមកចិត្តទាំងញញឹមនិងនិយាយថារឿងថ្ងៃមុននោះបំភ្លេចវាចោលទៅនាងមិនគួរទៅណានោះទេព្រោះទោះជាយ៉ាងណាយើងក៏ជាមិត្តរួមថ្នាក់ជាមួយគ្នាដែរលើអញ្ចឹងហើយអេដមីនចង់ក្អួតតែម្ដងលើសពីនឹងទៀតថែមទាំងយកទូរស័ព្ទថ្មីដែលចង់ស៊ូទិញឲ្យជាកាដូមុនថ្ងៃខួបកំណើតហ្នឹងមកអួតប្រាប់គេទៀតនិងបន្តនិយាយបែបឌឺដងថានាងឈ្នះតួស្រីយើងអីអញ្ចឹងណាអាណិតតួស្រីយើងដល់ហើយពេលហ្នឹងខំខំមកសង្កត់ចិត្តធ្វើមិនខ្វល់ជាមួយនឹងរងយើងនឹងទេព្រមទាំងនិយាយទៅវិញថាមានអីបង្ហាញនាងទៀតអត់ព្រោះវាគ្រាន់តែជាទូរស័ព្ទធម្មតាមួយទេនិយាយពីថារងឯនេះវិញបានចិត្តខ្លាំងតែម្ដងហើយក៏មិនណយដែរនៅមិនបិទមាត់សោះបន្តនិយាយថាត្រូវហើយវាគ្រាន់តែជាទូរស័ព្ទធម្មតាមួយសម្រាប់កូនអ្នកមានដូចជាអ្នកតែពេលខ្លះរបស់មានតម្លៃស្រួលរកបានតែរបស់អត់តម្លៃហ្នឹងមិនងាយរកបាននោះទេដូចជាពាក្យស្លោកមួយគេថាស្នេហាពិតពិបាករកណាស់មានណាតួស្រីយើងក៏អបអរទៅកញ្ញារងយើងនឹងដែរដែលបានរកស្នេហាពិតឃើញរួចនាងក៏យកអីវ៉ាន់ដើរចាក់ចេញទៅតែម្ដងនិយាយទៅអេដមីនពិតជាក្តៅចិត្តជំនួសតួស្រីយើងខ្លាំងណាស់កន្លែងហ្នឹងដល់ពេលយប់ឡើងអាចារ្យខ្ជូតយើងទៅតែត្រឡប់មកពីខាងក្រៅវិញទាំងសប្បាយចិត្តដែរមិនដឹងរឿងអ្វីសោះនៅក្នុងសាលាណាស្រាប់តែមកដល់ខាងក្នុងក៏បានលឺរងនិយាយទូរស័ព្ទជាមួយនឹងម្ដាយជាងស៊ូពីរឿងថានាងបាត់បង់ឱកាសការងារដោយសារតែស៊ីកងរបស់យើងនឹងឯងប៉ុន្តែរងពេលហ្នឹងក៏និយាយតបទៅអ្នកមីងថានាងមិនប្រកាន់ខឹងអីនោះទេហើយនាងក៏ទទួលបានឱកាសថ្មីពីក្រុមហ៊ុនមួយនឹងផងដែរតែអ្វីដែលនាងជួយស៊ីកងមិនបាននោះគឺគ្រប់គ្នានៅក្នុងសាលាគឺបានដឹងឮអស់ហើយថាស៊ីកងគឺជាអ្នកធ្វើឲ្យបាត់បង់ឱកាសការងាររបស់នាងអាចារ្យខ្ជូតរបស់យើងស្រាប់តែស្ដាប់ឮហើយមិនដឹងក្បាលមិនដឹងកតុយអីនោះទេទៅសួរគ្រប់គ្នាតែម្ដងដល់ពេលបានដឹងរឿងភ្លាមអាចារ្យខ្ជូតរបស់យើងហ្នឹងបានស្រែកថាឲ្យថាគ្រប់គ្នាយល់ច្រឡំលើស៊ីកងហើយមិនបានស្ដីបន្ទោសឲ្យនាងអញ្ចឹងអ្នកដែលលើកទូរស័ព្ទពេលនោះគឺជានាងនោះទេហើយខាងក្រុមហ៊ុនក៏មិនបានប្រាប់ឲ្យនាងហ្នឹងប្រាប់ដំណឹងហ្នឹងទៅរងផងដែរគេថាគេចាំតាក់តងទៅរងម្ដងទៀតដោយខ្លួនឯងគ្រប់គ្នាព្រមទាំងរងពេលដែលលឺហើយគឺពិតជាភ្ញាក់ផ្អើលខ្លាំងណាស់បន្ទាប់មកអាចារ្យខ្ជូតរបស់យើងហ្នឹងក៏បានខលទៅតួស្រីដើម្បីប្រាប់គ្រឿងគ្រប់យ៉ាងថ្ងៃបន្ទាប់មកនាងក៏បានណាត់មិត្តរបស់នាងជាមួយនឹងប្រធានមហាវិទ្យាល័យមកញ៉ាំអាហារជុំគ្នាដើម្បីធ្វើការបកស្រាយនៅរឿងរ៉ាវដែលបានកើតឡើងមួយហ្នឹងព្រមទាំងបានអញ្ជើញមនុស្សពិសេសម្នាក់ទៀតមកផងដែរពេលហ្នឹងអាចារ្យខ្ជូតហ្នឹងក៏បានរៀបរាប់ថានាង
គឺជាមនុស្សដែលមានភាពរីករាយហើយជីវិតមហាវិទ្យាល័យរបស់នាងក៏រីករាយផងដែរតែមានរឿងមួយដែលធ្វើឲ្យនាងមិនសប្បាយចិត្តទេប្រសិនបើនាងមិនបាននិយាយវានោះហើយនាងនឹងសោកស្ដាយជាមិនខាននោះទេគឺជារឿងរងនឹងស៊ីកងដែលគ្រប់គ្នាបានដឹងប៉ុន្មានថ្ងៃមុននឹងឯងគ្រប់យ៉ាងមិនមែនស៊ីកងជាអ្នកទទួលទូរស័ព្ទអីនោះទេតាមពិតទៅគឺជានាងឯនេះវិញនោះទេនាងពិតជាបានចេញទៅក្រៅពិតមែននៅថ្ងៃនោះប៉ុន្តែនៅពេលដែលទៅដល់ខាងក្រៅទើបនាងដឹងថានាងភ្លេចអត្តញ្ញាណប័ណ្ណទើបនាងត្រឡប់មកយកវិញស្របពេលនឹងដែរក្រុមហ៊ុនសង្យានក៏បានតាក់ទងមករករងតែនាងបានលើកជំនួសហើយគេក៏មិនបាននិយាយថាឲ្យនាងផ្ដល់ព័ត៌មានមួយនឹងទៅកាន់រងទេទើបនាងមិនបាននិយាយអីសោះអញ្ចឹងណាហើយជួនអីនាងត្រូវមានការទៅសៀងហៃទៀតនាងក៏ចេញទៅបាត់តែម្ដងទៅហើយនាងក៏មានផុសតាងបញ្ជាក់ផងដែរពេលទៅវិញហ្នឹងគឺនាងអត់បានជិះឡានក្រុងទេគឺនាងជិះតាក់ស៊ីទើបមានទាំងម៉ោងនិងវិក័យប័ត្រទៀងទាត់ត្រឹមត្រូវអ្នកទាំងអស់គ្នាគឺអាចពិនិត្យមើលបានគ្រប់គ្នានៅពេលដែលបានមើលវិក័យប័ត្រនឹងហើយគឺពិតជាដោយអ្វីដែលចែកខ្ជូតហ្នឹងបាននិយាយពិតមែនទើបពួកគេរំសាយការយល់ច្រឡំខុសទៅលើតួស្រីតែក៏បន្ទោសអាចែកខ្ជូតនឹងដែរហេតុអីបានជាភ្លេចប្រាប់ម្ចាស់គេអញ្ចឹងអាចែកខ្ជូតនេះសុំទោសទៅកាន់គ្រប់គ្នាប៉ុន្តែមិនមែនមកពីគេទេដោយសារតែខាងក្រុមហ៊ុនហ្នឹងគឺមិនបានប្រាប់នាងថាឲ្យប្រាប់ទៅរងបន្តគ្រាន់តែថាចាំពួកគេតាក់ទងទៅរងដោយខ្លួនឯងម្ដងទៀតអញ្ចឹងទើបនាងគិតថាមិនអីអញ្ចឹងណាហើយនាងក៏មិនចាំបាច់អីត្រូវប្រាប់ដែរស្របពេលហ្នឹងតួស្រីយើងក៏បានមកដល់នាងគឺជាមនុស្សសំខាន់នៅក្នុងថ្ងៃហ្នឹងឯងពេលដែលមកដល់ភ្លាមតួស្រីយើងក៏ថានាងក៏មានផុសតាងផ្សេងទៀតដែរដែលបញ្ជាក់ថាខ្លួននាងមិនពាក់ព័ន្ធនឹងរឿងហ្នឹងទេព្រោះពេលដែលនាងក្រោកឡើងនាងបញ្ញាប់ទៅបណ្ណាល័យភ្លាមដើម្បីយកសិភៅទៅសងកន្លែងវិញអញ្ចឹងខាងនោះក៏មានកំណត់ត្រាម៉ោងត្រឹមត្រូវអាចមើលតាមការបញ្ជាក់នឹងបានមួយទៀតក៏មានកាមេរ៉ាសុវត្ថិភាពផងដែរតែនាងជាសិស្សមិនអាចសុំមើលបាននោះទេតែប្រសិនបើពួកគេចង់បញ្ជាក់អាចទៅសុំគេឆែកមើលបានប្រធានក៏ថាពួកគេជឿជាក់លើតួស្រីតែនៅតែថាមកពីអាចារ្យខ្ជូតដែលមិនបានប្រាប់អញ្ចឹងណាហើយអាចារ្យខ្ជូតរបស់យើងហ្នឹងនៅតែអះអាងដូចនាងនិយាយបញ្ជាក់ដំបូងអញ្ចឹងគ្រាន់តែមិនមានផុសតាងអីបញ្ជាក់បន្ថែមពីលើហ្នឹងនោះទេលើអញ្ចឹងតួស្រីយើងក៏ថានាងមានព្រោះពេលដែលនាងទៅសម្ភាសលើកមុនហ្នឹងគឺនាងបានស្គាល់លេខទូរស័ព្ទប្រធាន HR នៅនងទើបនាងតាក់ទងទៅស្នើសុំឲ្យគាត់ជួយសួរនាំហើយចម្លើយនោះខាងបុគ្គលិករបស់គាត់ធ្វើការធ្វេសប្រហែសភ្លេចតាក់ទងមករងម្ដងទៀតដោយខ្លួនឯងហើយបុគ្គលិកម្នាក់ហ្នឹងគាត់ខ្លាចមានកំហុសក៏គាត់និយាយថាបានផ្ដាំអ្នកលើកទូរស័ព្ទរួចហើយនៅពេលដែលចង់ស៊ូនឹងមកសួរនាំចំណែកឯផុសតាងវិញគឺនាងបានថតទុករួចហើយពីការសំទោសរបស់បុគ្គលិកម្នាក់នោះមកកាន់ពួកគេផងដែរក្នុងឱកាសនឹងដែរតួស្រីក៏បញ្ជាក់ប្រាប់គ្រប់គ្នាពីជំហររបស់ខ្លួនថាបន្ទាប់ពីមានរឿងនេះកើតឡើងហើយនាងគិតថាក្រុមហ៊ុនសង្យាននឹងមិនគួរឲ្យទុកចិត្តនិងល្អសម្រាប់នាងដើម្បីចូលរួមធ្វើការជាមួយនឹងពួកគេនោះទេគ្រប់គ្នាគ្រាន់តែលើអញ្ចឹងរំភើបនឹងទះដៃអបអរសាទរទៅកាន់តួស្រីយើងគ្រប់គ្នាតែម្ដងពេលដែលចេញមកវិញអាចារ្យចៅហ្វាយបានសុំទោសទៅកាន់តួស្រីដែលថ្ងៃមុននោះខ្លួនមិនបាននិយាយអីសោះដើម្បីការពារនាងចំណែកឯអាហ្វិននេះក៏សុំទោសដូចគ្នាដែលគិតថាតួស្រីជាអ្នកភ្លេចតែតួស្រីយើងក៏មិនប្រកាន់ខឹងអីនឹងពួកគេនោះដែរដោយសារតែពេលនោះគ្រប់យ៉ាងគឺសំដៅមកលើនាងទៅហើយតួស្រីក៏បានរអ៊ូដាក់ចៅហ្វាយមិនបានទះដៃឲ្យនាងពេលមុននឹងអញ្ចឹងនាងឡើងរឹងខ្លួនស្ទើរតែដកដង្ហើមមិនរួចទៅហើយចៅហ្វាយថាតាំងពីរៀនជាមួយតួស្រីយើង4ឆ្នាំមកនេះគេមិនដែលគិតថាតួស្រីយើងអស់ចាដូចពេលនេះនឹងទេនាងកោតសរសើរតួស្រីយើងខ្លាំងណាស់មិត្តភ័ក្តិសរសើរអញ្ចឹងតួស្រីយើងរត់តែលើកខ្លួនឯងទៀតតែម្ដងស្ដាប់មើលទៅគឺពិតជាសប្បាយរីករាយខ្លាំងមែនទែនជាមួយពួកគេទាំង4នាក់ហ្នឹងខណៈពេលដែលអាចារ្យខ្ជូតបើកទូរស័ព្ទមើលក្នុងក្រុមសាលាក៏មានការនិយាយបកស្រាយពីភាពយល់ច្រឡំមួយនឹងដែរពួកគេប្រកាសពីភាពស្អាតស្អំរបស់តួស្រីយើងដែលត្រូវបានគេចោទប្រកាន់អស់រយៈពេលយ៉ាងយូរអាចារ្យខ្ជូតសប្បាយចិត្តខ្លាំងមែនទែនព្រោះនាងចំណាយលុយសម្រាប់អាហារពេលល្ងាចមួយនេះមានផលប្រយោជន៍ច្រើនខ្លាំងណាស់ហើយចាប់ពីយប់នេះតទៅគ្រប់គ្នានៅសាលាទាំងមូលហ្នឹងគឺបានដឹងគ្រប់គ្នាហើយថាស៊ីកងរបស់យើងត្រូវបានគេធ្វើបាបនិយាយគ្នាបានបន្តិចចៅហ្វាយក៏សួរអាចារ្យខ្ជូតថាមានប្រាប់ស៊ីលៀងនិងរងមកអត់ថ្ងៃហ្នឹងណាព្រោះអត់ឃើញពីអ្នកនឹងមកអញ្ចឹងអាចារ្យខ្ជូតហ្នឹងក៏បានប្រាប់ពីអ្នកនឹងថានាងគឺបានប្រាប់ហើយថាមកញ៉ាំអាហារជុំគ្នាដើម្បីបំ
បំភ្លឺរឿងហ្នឹងប៉ុន្តែចុងក្រោយពួកគេទាំងពីរអ្នកហ្នឹងសម្រាប់ចិត្តមិនចូលរួមទៅវិញទាំង4អ្នកហ្នឹងក៏បន្តនិយាយជាមួយគ្នាជាហូរហែបន្តទៀតទៅបកមកផ្ទះរបស់ជួងស៊ូវិញក្នុងបន្ទប់គាត់គឺសុទ្ធតែពានរង្វាន់សិស្សឆ្នើមតែម្ដងហើយពេលហ្នឹងសិស្សច្បងដែលស្គាល់គាត់ហ្នឹងក៏បានខលមកប្រាប់រឿងយល់ច្រឡំមួយនឹងផងដែរទៅកាន់គាត់លើបែបហ្នឹងហើយជួងស៊ូនេះឡើងកៀងនិយាយមិនចង់ចេញផងដែរពេលហ្នឹងណាព្រោះខ្លួនក៏មានចំណាយធ្វើបាបតួស្រីយើងខ្លាំងដែរបន្ទាប់ពីបិទទូរស័ព្ទទៅម៉ាក់របស់គាត់ក៏បានយកអាហារសម្រន់មកឲ្យកូនប្រុសគាត់សប្បាយចិត្តណាស់នឹងមានមោទនភាពចំពោះកូនប្រុសគាត់ដែលបានរៀនចប់ហើយក៏មានការងារល្អធ្វើបែបហ្នឹងបើប៉ារបស់គាត់នៅឃើញកូនមានលទ្ធផលដោយរាល់ថ្ងៃហ្នឹងល្អអញ្ចឹងគាត់ប្រកាសជាមានក្តីសុខខ្លាំងណាស់ហើយរួចម៉ាក់ក៏បន្តនិយាយរឿងចង់ឲ្យកូនប្រុសហ្នឹងគិតគូរជាមួយនឹងរងឲ្យប្រកបប្រជាជាងនឹងអញ្ចឹងណាព្រោះដល់វ័យដែលត្រូវគិតគូររឿងអនាគតហើយម៉ាក់គាត់ចង់ចាត់ចែងរឿងគូសកលហ្នឹងឲ្យកូនតែម្ដងជាពិសេសតាក់ទងជាមួយនឹងរងហើយនឹងជួងស៊ូនឹងឯងព្រោះពួកគេទាំងពីរនាក់ហ្នឹងស្គាល់គ្នាតាំងពីតូចមកម្លេះចាស់ទុំក៏ស្គាល់គ្នាដែរហើយក៏ល្អជាមួយគ្នាផងដែរតាំងពីដើមមកអញ្ចឹងណាហើយវាក៏ដល់ពេលវេលាមួយដែលត្រូវនិយាយរឿងហ្នឹងហើយពេលដែលកូនប្រុសនេះស្ដាប់ឮម៉ាក់ព្យាយាមជំរុញឲ្យតាក់ទងជាមួយនឹងរងអញ្ចឹងគាត់ក៏សុំម៉ាក់ឈប់សិនហើយរឿងរបស់យើងហ្នឹងក៏មិនដឹងថាជួងស៊ូបដិសេធឬក៏យ៉ាងណានោះទេព្រោះរឿងរបស់យើងបានកាត់មកតួស្រីកំពុងជិះកង់យ៉ាងលឿនដើម្បីចូលមកក្នុងអគារមួយពេលដែលបើកទ្វារបន្ទប់ចូលមកក៏ស្រាប់តែបានឃើញជួងស៊ូនៅនឹងដែរនាងភ្ញាក់ឡើងព្រឺតតែម្ដងហើយរឿងរបស់យើងវគ្គហ្នឹងក៏ចប់នៅត្រឹមហ្នឹងដែរអ្នកទាំងអស់គ្នាអរគុណសម្រាប់ការតាមដានចាំជួបគ្នានៅវគ្គបន្តទៀតណាសូមឲ្យអ្នកទាំងអស់គ្នាមានសុខភាពល្អជួបគ្នានៅវីដេអូភាគបន្តបាយបាយ